កំពុងតែគេងក៏លឺសំឡេងទូរស័ព្ទរបស់ស្នេហាដឹងច្បាស់ថាគ្មានអ្នកណាក្រៅពីសង្សារខលមករលព្រឹកប៉ុន្តែខុសពីរាល់ដងមិនមែនខលប្រាប់ថានឹងបែរជាប្រាប់ថាពួកជើងបែកគ្នាចាប់ពីវេលានេះទេបងឆ្លើយទាំងសងស្មានថាបងចង់និយាយកុំផ្លែងនឹងបងមិនដឹងនួនល្អមករករឿងបងផ្លែងមិនដឹងខុសត្រូវកំពុងគេងលូសុខសង្សារខលមកសំបែកលើបងខកអ្វីទៅបងសំបែកបងស្រ័យសួររកហេតុផលកំពុងតែគេងសុខអូនខលមកសំបែកហើយនៅឲ្យជួបរឿងប្លែកប្រឹងប្រកែកថាស្ដាប់មិនជល់ទឹកភ្នែកហូរស្រាលលោកមុខគិតរឿងដែលស្មានមិនដល់នៅតែមិនជល់ហើយនៅឲ្យនិយាយដូចឈួតលីកំពុងតែគេងសុខសង្សារខលសំបែកទោះបីខំទុកទឹកភ្នែកអត់ទឹកភ្នែកនឹងស្រក់ហូរហៀចង់ឲ្យអូនឆ្លើយមួយម៉ាត់ហើយនៅឲ្យចាំបាច់បែកគ្នាបើភ្នែកឡើងព្រាមទូរស័ព្ទឆ្លុះគ្នាទាំងព្រឹកព្រលឹមខួរក្បាលវងវែងអស់ហើយស័ព្ទរបស់ស្នេហាដឹងច្បាស់ថាគ្មានអ្នកណាក្រៅពីសង្សារខលមករាល់ព្រឹកប៉ុន្តែខុសពីរាល់ដងមិនមែនខលប្រាប់ថានឹងបែរជាប្រាប់ថាពួកជើងបែកគ្នាចាប់ពីវេលានេះទៅបងឆ្លើយទាំងសោកស្មានថាអូនចង់និយាយកុំផ្លែងនឹងបងមិនដឹងល្អមករករឿងបងផ្លែងមិនដឹងខុសត្រូវកំពុងគេយូរសុខសង្សារខលមកសំបែកលើបងខុសអ្វីទៅអូនសំបែកបងស្រែកសួររកហេតុផលកំពុងតែគេងសុខអូនខលមកសំបែកហើយនៅឲ្យជួបរឿងប្លែកប្រឹងប្រកែកថាស្ដាប់មិនជល់ទឹកភ្នែកហូរស្រាលលោកមុខគិតរឿងដែលស្មានមិនដល់នៅតែមិនជល់ហើយនៅឲ្យនិយាយដូចឈួតលីកំពុងតែគេងសុខសង្សារខលសំបែកទោះបីខំទុកទឹកភ្នែកក៏ទឹកភ្នែកនឹងស្រក់ហូរហៀចង់ឲ្យអូនឆ្លើយមួយម៉ាត់ហេតុអីចាំបាច់បែកគ្នាបើភ្នែកឡើងព្រាមជុំគ្នាទាំងព្រឹកព្រលឹមកំពុងតែគេងសុខអូនខលមកសំបែកហើយនៅឲ្យជួបរឿងប្លែកប្រឹងប្រកែកថាស្ដាប់មិនជឿទឹកភ្នែកហូរស្រាលលោកមុខគិតរឿងដែលស្មានមិនដល់នៅតែមិនជល់ហើយនៅឯនេះជ័យដូចឈួតលីកំពុងតែគេងសុខសង្សារខលសំបែកទោះបីខំទុកទឹកភ្នែកក៏ទឹកភ្នែកនឹងស្រក់ហូរហៀចង់ឲ្យអូនឆ្លើយមួយម៉ាត់ហេតុអ្វីចាំបាច់បែកគ្នាបើភ្នែកឡើងព្រាមទូរស័ព្ទឆ្លុះគ្នាទាំងព្រឹកព្រលឹមខួរក្បាលវងវែងអរគុណបាទកំពុងតែគេងសុខបាទសង្សារខលសំបែកផ្សាយជីវ័តមានភីអូគេជួយ